ខ្ញុំមកជួបប្អូនស្រីដែលល្បីក្នុងបណ្ដាញសង្គមចាដែលរុនរទេសអេកចាយដាក់ប្អូនទូចនៅក្នុងរទេសចានៅកម្ដៅថ្ងៃយកដៃទៅជូតញើសប្អូនទាំងដៃទឹកចិត្តបងស្រីចាគឺពិបាកមែនតើរើសអេកចាយបដាខ្លាចប្អូនត្រូវកម្ដៅថ្ងៃមិនបដាចាថ្ងៃនេះគឺនាងខ្ញុំបានមកជួបប្អូនស្រីផ្ទាល់ក្រុងប្រស័យហនុចានេះចិត្តផ្សារលើតែម្ដងចាហើយនៅកន្លែងគាត់នេះគឺកន្លែងចារើសអេកចាយចានៅសិតតែសម្រាមពេលដែលភ្លៀងមកម្ដងគឺលិចត្រឹមជង្គង់គាត់លយទៅលយមកអញ្ចឹងហើយកន្លែងនេះកន្លែងគាត់កេងចាអញ្ចឹងពុកម៉ែបងប្អូនថានេះខ្ញុំមកជួបប្អូនអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាតើប្រវត្តិប្អូនជូរចត់ប៉ុណ្ណាចាជំរាបសួរប្អូនមានឈ្មោះអីដែរស្រីមុំចាអាយុប៉ុន្មានហើយអូន12ចាអ្នកមីងជំរាបសួរអ្នកមីងជាម្ដាយរបស់ប្អូនស្រីហ៎ចាចុះឪពុកប្អូនស្រីនៅណាដែរអ្នកមីងស្លាប់បាត់ហើយលោកគ្រូស្លាប់ប្រហែលឆ្នាំហើយ10ឆ្នាំហើយលោកគ្រូស្លាប់ដោយសារអីគេដែរអ្នកមីងលងទឹកលោកគ្រូលងទឹកអញ្ចឹងអ្នកមីងមើលថែកូនរៀងក្មួយចាហើយចុះអូនទូចដែលនៅក្នុងរទេសអេចាយហ៎ឥឡូវទៅណាបាត់ហើយចាប់ឈឺហ៊ីងហើយយកទៅផ្ទះទៅឲ្យប្អូនយកទៅផ្ទះឲ្យប្អូនយកទៅផ្ទះទៅមើលនៅផ្ទះចាអូអ្នកមីងខ្ញុំទៅសារទឹកចិត្តអ្នកមីងដែររស់នៅកន្លែងអេចាយកើតហើយបងប្អូនធំក្លិនខ្លាំងមែនតើចានេះខ្ញុំមកជួបផ្ទាល់ហើយគឺពេលបើសិនជាភ្លៀងខ្លាំងគឺលិចហ្មងហើយគាត់ថាធំក្លិនស្អុយឆ្អេះពេញហ្នឹងអ្នកមីងណាចាអ្នកមីងហើយមួយថ្ងៃអ្នកមីងរើសអេចាយបានប្រហែលម៉ឺនបាន15000អីហ្នឹងលោកគ្រូពីអ្នកកូនហ្នឹងទៅចាតើរើសចាហើយមិននៅកំពង់សោមហ្នឹងប្រហែលខែប្រហែលឆ្នាំហីខ្ញុំតាមមកបាន6ខែអូយហើយប្អូនស្រីហើយរើសអេចាយបដារៀនបដាមែនចាពិបាកអេអូនបាទហើយមិនបានពេលវីដេអូដែលចេញមានឃើញវីដេអូខ្លួនឯងគេផុសហេអូនតាមបើកទូរស័ព្ទឃើញបើកទូរស័ព្ទទៅឃើញចាហើយឃើញអូននឹងយកដៃទៅជូតប្អូនប្រុសយកដៃទៅអែហើយពេលហ្នឹងក្តៅថ្ងៃហ៎ក្តៅស្រឡាញ់ប្អូនទេស្រឡាញ់ខ្លួនឯងពិបាករើអីចាយប៉ុណ្ណឹងហើយយកដៃទៅត្រកក្បាលប្អូនខ្លាចប្អូនត្រូវកម្ដៅថ្ងៃហើយរើសទាំងកម្ដៅថ្ងៃហ្មងចាថ្ងៃក្តៅហើយស្រឡាញ់ប្អូនខ្លាំងពេញបេះដូងហ្មងចាហើយមិនដឹងថាគេលួចថតអូនឡើងពេញបណ្ដាញសង្គមហ៎យកទៅផុសអូនអត់ទេហើយអូនទៅរៀនពេលអូនទៅរៀនអញ្ចឹងអូនរៀនថ្នាក់ទីម៉ានដែរទី3ហើយមិត្តភក្តិមិនដឹងថាអូនជាក្មេងរើអេចាយហ៎ដឹងមានគេរើសអើមអូនទេអត់ទេមានតែគេស្រឡាញ់ចូលចិត្តណាអូនណាចាមានមិត្តភក្តិឲ្យកម្លាំងចិត្តអីអត់ឲ្យនៅតែស្រឡាញ់រាប់អានយើងអត់រើសអើមទេចានេះបងចង់សួរអញ្ចឹងខ្លាចគេរើសអើមយើងទាំងដែលយើងពេលខ្លះខ្លាចយើងតូចចិត្តតូចអីកុំតូចចិត្តណាចាព្រោះធ្វើម៉េចម្ដាយយើងក្រឲ្យកូនទៅរៀនហ្នឹងមួយថ្ងៃអ្នកមីងឲ្យប្រហែលដែរឲ្យទៅ2000ចាហើយអ្នកមីងចង់ឲ្យពុកម៉ែបងប្អូនឃើញវីដេអូហ្នឹងជួយអ្នកមីងដើម្បីឲ្យមានកង់ទៅរៀនចាឲ្យមានសម្ភារបំពាក់មានលុយតិចតួចអ្នកមីងចង់ទៅនៅបន្ទប់ជួលអត់ចង់នៅកន្លែងអីចាយហ៎ចង់ដែរហ្នឹងលោកគ្រូប៉ុន្តែអត់បានណូលអត់បានហើយអ្នកមីងផ្ទះនៅកំពង់សោមបើយើងជួលគេមកបន្ទប់អញ្ចឹងប្រហែលតម្លៃប្រហែលដែរអ្នកមីងបែប100ដែរហ្នឹងលោកគ្រូអូនៅហ្នឹងថ្លៃមែនអ្នកមីងថ្លៃហ្មងហ្នឹងថ្លៃបើអ្នកមីងអត់ជួលនៅមកនៅកន្លែងអីចាយចាមកនៅនេះហ្មងបើថ្លៃពេកលេងនៅចាបងប្អូននេះកន្លែងគាត់ស្នាក់នៅលើសម្រាមហ្មងនៅ5ចាហើយបើសិនជាទឹកលិចមកគឺលិចត្រូវលិចខ្លាំងឯណាមីងលិចខ្លាំងលិចឡើងលិចតាមនេះអងលោកគ្រូដល់ពេលអញ្ចឹងទៅយើងរើសអីចាយបាន10000ជាងមកយើងផ្សាយសំទិញអង្គទិញអីអញ្ចឹងទៅយកមានសមត្ថភាពបងបន្ទប់ជួលចាអត់ទៅហើយណាបានលេងដល់300000 2000000ណានងលោកគ្រូដល់ពេលអញ្ចឹងយើងសម្រាប់ចិត្តនៅកន្លែងអេចាយគាត់ឲ្យនៅអញ្ចឹងទៅគាត់ឲ្យនៅមីងបើសិនជាសុខភាពយើងខ្សោយឈឺចាធម្មតាយើងនៅកន្លែងគំនរសម្រាមពីអាសាឈឺអាសាអីអញ្ចឹងទៅមីងឈឺអាសាឈឺអីណាមីងសាដែរហ្នឹងលោកគ្រូឈឺល្អចាហើយឈឺប៉ុណ្ណាក៏ទៅរើអេចាយទៅចាទៅបងអូនស្រីឃើញមានមិត្តភ័ក្តិដែលគាត់ទៅរៀនមានខោអាវមានសម្លៀកបំពាក់ស្អាតមានប្រដាប់ប្រដាទៅរៀនស្បែកជើងអីអញ្ចឹងឃើញស្អាតអូនចង់បានទេចាហើយរាល់ថ្ងៃហ្នឹងខោអាវទៅរៀនយើងមានតែប្រហែលឈុតពីចាំងពាក់ទៅអូនលាកឈុតហ្នឹងទៅរៀនចាអត់មានខោអាវសទេអត់ទៅរៀនពាក់តែអាវចាស់ចឹងឯងហើយសិភៅដាក់អីគេទៅដាក់ថងដាក់ថងពុកម៉ែបងប្អូនអើយទៅរៀនអត់បានពាក់អាវសាសាឡាទេនេះស្លៀកឈុតអញ្ចឹងទៅរៀនណាចាហើយសិភៅដាក់ថង
ឥឡូវនេះគឺបងបាញ់យកកតាបយកសភៅយកកៅអៅឲ្យអូនផ្ទះផ្លាស់ប្ដូរចាបានទិញកៅអៅសទេតែមានស្បែកជើងហ៎មានបិជើងនៅក្នុងថងហ្នឹងទុកឲ្យអូនពាក់ទៅរៀនណាចាហើយអូនមានសំណុំពរចង់ឲ្យពុកម៉ែបងប្អូនជួយជាថវិកាតិចតួចទិញសម្លៀកបំពាក់ទៅរៀនអីអត់ក៏លោមានបងប្អូនពុកម៉ែចង់ជួយអូនជាកងមួយសម្រាប់ធាក់ទៅរៀនអីកូនចង់ឥឡូវសំណុំពរមកសំណុំពរចង់ឲ្យបងអូនជួយកៅអៅខ្ញុំឲ្យអង្គក៏ដើម្បីទៅរៀនត្រូវហ៎ចាអូពុកម៉ែបងប្អូននាងមកជួបគាត់ជាក់ស្ដែងគឺគាត់ទៅរៀនចាគេលាកឈុតហ្នឹងទៅរៀនអត់មានកតាបទេចាគឺយកសិភៅដាក់ក្នុងថងទៅរៀនចាស្បែកជើងនេះបិជើងកាចាស់នេះអញ្ចឹងគាត់អត់មានប្រដាប់ប្រដាទៅរៀនទេគាត់สนុំពរទៅមហាជនចាឲ្យជួយគាត់ម្នាក់បន្តិចគាត់ទិញសម្ភារៈទៅរៀនហើយគាត់ចង់បានជាអង្គចាអីកូនជិះទៅរៀនអញ្ចឹងដើរយ៉ាងឆ្ងាយដែរហ្នឹងលោកគ្រូបងឲ្យបងប្អូនជួយកងហងជួយអីចឹងភារការទិញទួចអីហ្នឹងយកមកទិញអីហូបចឹងអូពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនឃើញវីដេអូដែលប្អូនស្រីដែលគាត់ចារើសអិចចាយកណ្ដាលថ្ងៃត្រង់ចារើសបដាយកដៃទៅត្រក្បាលប្អូនទូចកំពុងតែក្តឹងតែណាជូចញើសប្អូនបងប្អូនពុកម៉ែនឹងឃើញវីដេអូហ្នឹងឲ្យសឹងតែស្រក់ទឹកភ្នែកទឹកចិត្តបងស្រីទោះយ៉ាងណាក៏ដោយក៏មិនទៅចោលប្អូនដែរខ្លួនឯងចិត្តវេទនារើសអិចចាយយកដៃទៅត្រនិយាយទៅវីដេអូហ្នឹងខ្ញុំមើលឲ្យទឹកភ្នែកមានអារម្មណ៍ថាសរសើរគាត់ណាចាឥឡូវមកជួបផ្ទាល់ហើយចង់ឲ្យពុកម៉ែបងប្អូនជួយគាត់ចង់បានកងទៅរៀនសម្លៀកបំពាក់ទៅរៀនចាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនឃើញវីដេអូហ្នឹងជួយគាត់បន្តិចម្នាក់ថានាងខ្ញុំនឹងយកស្បៀងឬសម្ភារៈដែលបងប្អូនជួយយកទៅឲ្យបងប្អូនស្រីនៅក្រុងព្រះសីហនុនៅចិត្តសាលើតែម្ដងចាអញ្ចឹងពុកម៉ែបងប្អូនតាមដានវីដេអូហ្នឹងទាំងអស់គ្នារូបភាពដែលមហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍រំជើបរំជួរអាណិតអាសូរដល់ក្មួយស្រីខ្លាំងមែនតែនបាទថាជាអ្នករើសអេចាយដាក់ប្អូនប្រុសនៅក្នុងរទេះរត់អេចាយដើររើសអេចាយទាំងលំបាកកណ្ដាលថ្ងៃក្រុងបាទក្តៅហែងតែម្ដងបងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំបានមកដល់ក្រុងព្រះសីហនុមកជួបជាមួយនឹងក្មួយស្រីផ្ទាល់ចង់ដឹងថាគាត់មានជីវភាពលំបាកយ៉ាងណាមានប្រវត្តិតស៊ូយ៉ាងណាខ្លះហើយមានម្ដាយបាទជាអ្នកណាបាទម្ដាយគាត់នៅឯណាហើយក៏ដូចជាគាត់មានបងប្អូនប្រមាណអ្នកតោះបងប្អូនមកជួបជាមួយនឹងគាត់ដូចតទៅបាទជំរាបសួរអូនស្រីជំរាបសួរបាទមួយឈ្មោះដែរអូនសៃមុំមានអាយុប៉ុន្មានហើយ12ចាហើយរងថ្ងៃដើររើសអេតចាយចឹងហ្មងចាហើយរងថ្ងៃមានបានទៅរៀនអត់អូនបានរៀនថ្នាក់ទីប៉ុន្មានហើយថ្នាក់ទី3ចាហើយចឹងពីម៉ោងប៉ុន្មានទៅរៀនហើយពេលណាអូនដើររើសអេតចាយម៉ោងបាន10ទៅរៀនពេលមកវិញម៉ោង4ចេញមកដើរមកអូដើររើសចឹងទៅហើយមួយថ្ងៃចឹងរើប្រហែលជាបានប៉ុន្មានដែរអូន10000នេះចឹងទៅពីថា10000ជាងចឹងទៅចាអូហើយដើរចឹងតែឯងចឹងទៅអាណាឯងអត់ទេរឿងធ្ងន់ដែរហ្នឹងអូយបងប្អូនតោះគ្នានេះឲ្យគ្នានៅតូចមែនតើណាបងប្អូនហើយដាក់ជាមួយប្អូននៅក្នុងអត់ទេឲ្យដើររើសអញ្ចឹងហ្មងទៅឃើញរូបភាពតាមបណ្ដាញសង្គមមហាជនកំពុងផ្ទុះការចាប់អារម្មណ៍អាណិតអាសូរដល់អូនមានបានដឹងអត់អត់បានដឹងទេណាអត់មានទូរស័ព្ទមើលអត់អូយបងប្អូនហើយគ្នាដឹងតែដើររកលុយអញ្ចឹងទៅណាបងប្អូនអ្នកគ្នាហើយម៉ាក់គាត់អ្នកធ្វើអីដែរម៉ាក់ដើររើចាយដែរចាចុះប៉ាតាណាបាត់ហើយប៉ាស្លាប់លងទឹកបាត់ហើយប៉ាស្លាប់លងទឹកបាត់ហ៎ចាអញ្ចឹងអូនកើតមកអត់បានឃើញមុខប៉ាឯងអត់អូយអញ្ចឹងមានថាយើងកើតមកមានតែម៉ាក់ទេចារើសជាមួយគ្នាឬមួយរើសផ្សេងគ្នារើសផ្សេងគ្នាចាម៉ាក់អូនចាស់ដែរមែនចាស់ដែរណោះចាដល់ពេលអូនឃើញគាត់ដើររើសអញ្ចឹងអូនមានអារម្មណ៍ថាអាណិតគាត់ខ្លាំងហ៎អាណិតណោះចាដោយសារគាត់ចាស់ដែរណោះចាហើយអញ្ចឹងមិនបានអូនសម្រេចចិត្តដើររើសដែរអញ្ចឹងឃើញម៉ែអត់ចង់ជួយដើររើសម៉ែអូឃើញម៉ែពិបាកណោះចាហើយដល់ពេលរើសបានលុយអញ្ចឹងអូនយកលុយទៅណាវិញអូនយកម៉ែយកលុយឲ្យម៉ែចាទិញកហូបចាអញ្ចឹងរាល់ថ្ងៃអត់សូវមានលុយទិញកហូបអត់សូវគ្រប់គ្រាន់ទេអត់អូអញ្ចឹងបានអូនដើររើសចឹងដែរទៅម៉ាក់ដើររើសផ្សេងចឹងទៅចាហើយមិនបានអូនមិនដើរជាមួយគ្នាអូនរើសផ្សេងគ្នាម៉ែដើរផ្លូវមួយខ្ញុំដើរផ្លូវមួយអូបើយើងដើរមួយគ្នាយើងរើសបានតិចណោះចាជួនដើរផ្សេងគ្នាទៅបានរៀងបោកចូលគ្នាទេគ្រាន់តិចចាអូបងប្អូនអាណិតមែនតើហើយរាល់ថ្ងៃបានអីជិះទៅរៀនទៅអូនដើរទៅរៀនចាអូឆ្ងាយអត់អូនសាលាឆ្ងាយដែរណោះចាហើយពេលទៅសាលាអញ្ចឹងអីមានមិត្តភ័ក្តិអីមើងងាយយើងជាអ្នករើអេតចាយអីទេអត់អត់អីទេណោះចាអញ្ចឹងណោះ
ហើយមានអារម្មណ៍ថាពេលទៅសាលាអីចឹងជួបមិត្តភ័ក្តិសិតតែមានម៉ាក់ប៉ាជូនជិះម៉ូតូដប់ទៅរៀនមានកង់មានអីល្អជិះដល់ពេលអូនដើរទៅរៀនចឹងពេលខ្លះមានអារម្មណ៍ចង់បានដូចគេអត់ ចង់បានដូចគេដែរ អញ្ចឹងហ៎ ចា ដល់ពេលទៅជួបមិត្តភ័ក្តិអីចឹងមានមិត្តភ័ក្តិគេដឹងថាអូនរើអេតចាយចឹងអូនមានអារម្មណ៍ថាខ្មាស់គេអត់ អត់ មូលហេតុអីបានខ្មាស់គេអូន ពួកអីយើងអត់ជួយដើររើម៉ែ អូចឹងណោះ ចា ហើយម៉ាក់អីឃើញគាត់ចាស់អីដែរអញ្ចឹងមើលទៅគាត់ធ្លាប់ឈឺអត់ ធ្លាប់ អត់ឈឺហ៎ ចា ពេលគាត់ឈឺម្ដងអូនភ័យអត់ ភ័យ ភ័យណោះ ចា ដោយសារតែបាត់បង់ឪពុកម្នាក់អីអត់ចង់បាត់បង់ម្ដាយណោះ ចា ស្រឡាញ់ម៉ាក់ខ្លាំងអត់អូន ស្រឡាញ់ ស្រឡាញ់ខ្លាំងហ៎ ចា អូហើយចង់សួរបងអូនតិចនេះបងអូននៅក្នុងប្រទេសរុញអេតចាយដែលផ្ទុះពេញបណ្ដាញសង្គមរូបភាពវីដេអូមួយដែលបងប្អូនយើងថតឃើញអូនកំពុងដើររើសផងទូបាំងជាមួយនឹងផងដែលត្រូវជាបងអូន ចា ហើយឥឡូវគាត់តណាយ គាត់ឈឺណាស់សោកងឲ្យមីងមើល គាត់ឈឺ ចា អូយហើយដាក់មកពីដាក់គាត់តាមផ្លូវចឹងក្តៅពេកទេអូន ចា អញ្ចឹងណោះអត់ដល់ពេលមុខអីនេះឡើងចង់ខ្លោចថ្ងាស់អីនេះអត់ពាក់មួកពាក់អីពេលដើររើសចឹង អត់ ដើរចឹងហ្មង ចា អូនអត់ខ្លាចខ្មៅទេ អត់ អត់ទេណោះ ចា ដល់ពេលដើរតាមផ្លូវរើសអញ្ចឹងអីពេលខ្លះអ្នកផ្ទះខ្លះគេចិត្តអាក្រក់អត់ឲ្យអូនរើសអត់ឬមួយក៏មិនទៅ អត់ចឹងគេអត់ឲ្យហឺខ្ញុំដើរចេញ អញ្ចឹង ចា មានផ្ទះខ្លះគេចិត្តអាក្រក់អត់ឲ្យរើសទៀត ចា អូយបងប្អូនអើយមានអ្នកណាក៏ដាច់ធម្មតាម៉េះគ្រាន់តែគ្នាដើររើសអេតចាយសោះមិនឲ្យគ្នារើសបងប្អូនអើយបាទហើយដល់ពេលអញ្ចឹងទៅដើរចេញទៅអត់ហ៊ានញ៉ៃញ៉ៃកន្លែងគេណោះ ចា ហើយពេលអញ្ចឹងទៅពេលខ្លះទៅតាមផ្ទះអញ្ចឹងគេមើលមកយើងអីចឹងគេមានពេលជ្រាយឬមួយក៏គេមើលងាយអីឲ្យយើងអត់ អត់គេមើលងាយយើងកុំខ្វល់ពីគេដើរអម អញ្ចឹង ចា គេមើលងាយកុំខ្វល់ពីគេបងប្អូនអើយនេះបាទពិតជាល្អមែនតែនសរសើរទឹកចិត្តក្មួយស្រីបងប្អូនទៅតែអាយុ12ឆ្នាំឯណាប៉ុន្តែមានភាពតស៊ូក្នុងខ្លួនខ្លាំងមែនតែនសូមសរសើរគាត់ណាបងប្អូនបាទដើររុញអេតចាយរទេះអេតចាយនេះมันខ្មាស់គេទេដើររើសបដាអីបដាអញ្ចឹងទៅហើយរូបភាពមួយដែលបងប្អូនឃើញហើយតាមបណ្ដាញសង្គមគឺគាត់ដាក់ប្អូនរបស់គាត់នៅក្នុងរទេះរុញអេតចាយនេះបងប្អូនអរគ្នាគឺដើររើសបដាអូជាមួយនឹងប្អូនបដាអីបដាអញ្ចឹងណាបងប្អូនរូបភាពនឹងហើយដែលមើលទៅកំសត់ខ្លាំងមែនតើបងប្អូនរំជើបរំជួរក្តុកក្តួលក្នុងអារម្មណ៍ខ្លាំងមែនតើអាណិតទៅដល់ក្មួយស្រីហើយក៏ចង់ដឹងថាគាត់មានប្រវត្តិបែបណាជីវភាពគាត់នឹងលំបាកយ៉ាងណាខ្លះបានហេតុអ្វីអត់មានអ្នកណាមើលដល់ប្អូនគាត់ក៏ដូចជាបាទបដាយបដោយឲ្យគាត់នឹងដើររើសជាមួយនឹងប្អូនរបស់គាត់ប៉ុន្តែដោយសារតែម៉ាក់គាត់គឺអ្នករើសអេតចាយដែរពិបាកខ្លាំងហើយមិនថ្ងៃនោះមិនបានអូនដាក់ប្អូនបងអូននៅក្នុងអតេះអញ្ចឹង តែពេលហ្នឹងម៉ែទៅរើម៉ែឲ្យមកផ្ទះមុន អូពេលហ្នឹងជួបម៉ាក់ហើយម៉ាក់ឲ្យមកផ្ទះមុនណោះ ចា អញ្ចឹងក៏ប្អូនហ្នឹងក៏នៅក្នុងអតេះអញ្ចឹងទៅ ចា អញ្ចឹងណោះហើយពេលហ្នឹងមានអារម្មណ៍ថាខ្លាចប្អូនក្តៅទេព្រោះពេលហ្នឹងក្តៅខ្លាំងមើលក្នុងរូបភាពហ្នឹង ខ្លាចដែរខ្លាចបងអូនឈឺ អញ្ចឹងណោះ ចា ប៉ុន្តែដើរតាមផ្លូវបដារើបដាកុំឲ្យខាតអញ្ចឹងទៅក៏រើដាក់ចូលក្នុងធុងខ្លះបដាទៅ ចា អញ្ចឹងណោះឥឡូវមានការខ្វះខាតខ្លាំងហើយអូនរាល់ថ្ងៃនេះសម្ភារៈសិក្សាក៏ដូចជាកង់អីអូនមានគ្រប់គ្រាន់ទៅ នៅ នៅឯណោះឥឡូវចង់ឲ្យបងប្អូនសប្បុរសជនពូមីងទាំងអស់ជួយដល់ក្មួយស្រីហ៎ ចង់សូមប្រជាជនបងប្អូនជួយកង់ជួយអង្គខ្ញុំហៅខ្ញុំអត់មានអីទេ បាទ គឺឲ្យចាយមកបានទិញអង្គហូប គ្រាន់តែបានទិញទិញម្ហូបហូបតិចតួចគ្រាន់មកហួរអញ្ចឹងណោះ ចា បាទនេះបងប្អូនទាំងអស់គ្នាអើយបាទគាត់អត់សូវប្រកែកនិយាយប៉ុន្តែខ្ញុំមកជួបគាត់ខ្ញុំដឹងថាគាត់មានទុក្ខលំបាកខ្លាំងបាទបងប្អូនទាំងអស់គ្នាជីវភាពគាត់លំបាកខ្លាំងមែនតើដោយសារតែគាត់ដើររើសបដាអីបដាហើយគាត់អាណិតដល់ម្ដាយគាត់ព្រោះម្ដាយគាត់ចាស់ដែរហើយបងប្អូនទាំងអស់គ្នាដល់ពេលអញ្ចឹងទៅម្ដាយគាត់រើសគឺគាត់ត្រូវតែសម្រេចចិត្តរើសដែរដើម្បីជួយសម្រួលជីវភាពម្ដាយរបស់គាត់ដើម្បីរកម្នាក់បន្តិចម្នាក់បន្តិចអញ្ចឹងទៅដើរផ្លូវផ្សេងគ្នានៅពេលដែលដើររើសហ្នឹងគឺរទេះរុញឲ្យចាយនេះគឺពីរផ្សេងគ្នាបាទអញ្ចឹងម្ដាយគាត់ដើរទៅមួយប៉ែកគាត់ដើរទៅមួយប៉ែកដើម្បីដើររើសអញ្ចឹងទៅពេលរួចរាល់ចប់ពីការងារបានមកជុំគ្នាអញ្ចឹងទៅដាក់លក់អីអញ្ចឹងទៅហើយលក់នៅណាដែរអូនលក់នៅណាលក់នៅហ្នឹងបង បើចាយគេ អញ្ចឹងណោះ ចា អូបាទឥឡូវចង់ឲ្យក្មួយជូនពូទៅជួបកន្លែងម៉ាក់តិចបានទេបាទឥឡូវម៉ាក់នៅក្នុងមែន ចា តែជួបកន្លែងម៉ាក់ហ្មងអញ្ចឹងបងប្អូនទាំងគ្នាអូយអូមកផ្ទះគាត់ក៏លោកកលៀដែរបងប្អូនអើយនៅកន្លែងអេតចាយនេះហ្មងឮថាគាត់ទៅតែមិននៅដែរបងប្អូនទាំងគ្នានេះបាទនេះគាត់នៅលក្ខណៈនៅរួមគ្នាអញ្ចឹងបងប្អូនទាំងគ្នាអនុញ្ញាតគោរពនឹងជំរាបសួរ
ប្រិមិត្តរបស់គឹមស្រុនញូជាទីគោរពនៅថ្ងៃទី26ខែឧសភាឆ្នាំ2025ខ្ញុំម៉ែគឹមស្រុនរួមទាំងក្រុមការងារកំពុងតែមានវត្តមានស្ថិតនៅក្នុងសង្កាត់4ក្រុងព្រះសីហនុថ្ងៃនេះមកធ្វើដំណើរមកជួបជាមួយនឹងប្អូនស្រីម្នាក់ដែលមហាជនផ្ទុះការចាប់អារម្មណ៍និងរំជើបរជួក្តុកក្តួលក្នុងអារម្មណ៍ខ្លាំងមែនទែននៅពេលឃើញរូបភាពមួយសន្លឹកក៏ដូចជាវីដេអូដែលជាសកម្មភាពរបស់ក្មួយស្រីបាទរបស់ប្អូនស្រីនេះបាទគាត់បានរុញរទេះអេតចាយដាក់ប្អូនរបស់គាត់នៅក្នុងរទេះរុញអេតចាយដើម្បីដើររើសអេតចាយបាទដើម្បីគុតគង់រកកម្រៃក្នុងគ្រួសាររបស់គាត់ហើយឥឡូវនេះបានមកជួបជាមួយនឹងម្ដាយរបស់គាត់ផងដែរបាទហើយថ្ងៃនេះក៏បានពំនាំជាមួយនឹងអំណោយក៏ដូចជាខោអាវក្មេងៗជាច្រើនសម្លៀកបំពាក់ហើយក៏ដូចជាឈុតកតាបក្មេងរៀនមានសភៅមានប៊ិចមានអីហ្នឹងឈុតក្មេងរៀនបងប្អូនគ្នាមកជូនជាមួយនឹងប្អូនស្រីក៏ដូចជាម្ដាយរបស់គាត់តែម្ដងមីងមានជួយដែរខ្ញុំមកហេងតាំងមានអាយុប៉ុន្មានអីអាយុ50ណោះចាបាទហើយឥឡូវនេះនៅផ្ទះនេះនៅផ្ទះយើងនៅប្រហោះអាសន្នក៏មិនដែរមីនៅបែបនៅតយូរដែរហ្នឹងលោកគ្រូបើអត់យើងចេះនៅចឹងណាហើយនៅនេះបានប្រហែលខែប្រហែលឆ្នាំហើយខ្ញុំតែនៅបាន5ខែហ្នឹងមុនមកនៅបោះសែតតខេត្តពងស្ពឺហើយមិនបានមកនៅដល់ក្រុងបរសៃអនុវិញខ្ញុំមករកស៊ីចឹងណាលោកគ្រូចឹងចាមុខរបរអ្នកមីងគឺរើសអេតចាយរើសអាតេះចឹងរហូតរើសអេតចាយមហោត្រួញអាតេះមហោចឹងណាលោកគ្រូចឹងចាស្វាមីអ្នកមីងតាណាវិញហីស្វាមីឆ្លាប់លងទឹកចឹងនៅឯបោះសែតទាំងដែរលោកគ្រូមានមកណាអត់ត្រង់មកតែពីអ្នកម៉ែកូនហ្នឹងមកពីអ្នកម៉ែកូនទេចាហើយមានបងប្អូនមានអីនៅខាងព្រះសីហនុនេះមានហ្នឹងបើក្មួយមាន11ក្មួយហ្នឹងមកនៅមួយគាត់ខាងហ្នឹងទៅសរហនអេតចាយដូចគ្នាចាអេតចាយដូចតែគ្នាចឹងណាគ្រូមីងជួយបញ្ជាក់តិចបានទេតើមីងរុញរទេះហ្នឹងផ្សេងពីក្មួយស្រីក៏មិនដែរផ្សេងគ្នាចាមួយចឹងទៅស្វាមីអ្នកមីងដែលគាត់បានលងទឹកស្លាប់ចោលអ្នកមីងអញ្ចឹងក្រោយមកអ្នកមីងចិញ្ចឹមកូនប្រហែលអ្នកដែរខ្ញុំចាំ4នាក់កូន4នាក់ចាកូនយើងទាំងអស់ក៏មិនដែរកូនទាំងអស់ចាមានក្មួយខ្លះក៏មិនដែរក្មួយហងក្មួយ3ទៀតក្មួយនៅតាមនៅច្រើនណាស់4នាក់ក្មួយខ្ញុំកូនមាន3ទេនៅបោះសែទាំងដែរលោកគ្រូនៅមួយប្អូនហ្នឹងកូនទាំងអស់3នាក់ចាឥឡូវមកនៅព្រះសីហនុតែម្នាក់នេះហ៎ចាអញ្ចឹងនៅស្រុកអស់ហើយកូនផ្សេងទៀតធំមែនធំធ្វើដែរហើយគ្រូគាត់មានធ្វើការមានអីនៅធ្វើការទិញទួចដែរនឹងដើរធ្វើទិញតិចបាន10000 20000គ្រាន់តែវាចាំខ្លួនវាហ្នឹងលោកគ្រូបាទហើយជីវភាពអ្នកមីងមិនដែររងថ្ងៃលំបាកខ្លាំងអត់បាក់តើមែនតែនហ្មងហ្នឹងលោកគ្រូចាប់ផ្ដើមពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែលយើងចាប់ផ្ដើមរុញតេះរើអេតចាយហ្នឹងពីព្រឹកឡើងរហូតដល់ល្ងាចម៉ោងប៉ុន្មានចូលផ្ទះវិញម៉ោង10ទៅ10ថ្ងៃហ្នឹងចាចេញទៅដើររើសចាដល់ម៉ោង6មិនចូលផ្ទះបាទហើយដើរឆ្ងាយហ៎មីងដើរចិត្តដែរអត់សូវស្គាល់ផ្លូវចឹងណាលោកគ្រូអញ្ចឹងរើសមិនសូវបានកដងបានកំប៉ុងអីទៅអត់ដែរហ្នឹងលោកគ្រូរើសបានអត់ក៏អត់ទៅអញ្ចឹងព្រឹកឡើងហ្នឹងគឺយើងចាប់ផ្ដើមបែកផ្លូវគ្នាជាមួយកូនចាទៅមកខាងម្នាក់ចឹងទៅខ្ញុំមកខាងកូនមកខាងមួយស្រីគាត់ទៅរុញរទេះដើររើសអេតចាយអញ្ចឹងគាត់អត់បានរៀនទេដល់ពេលអញ្ចឹងរៀនពេលថ្ងៃឬពេលព្រឹកចឹងណាលោកគ្រូធំឡើងរៀនអញ្ចឹងរាល់ថ្ងៃមានគោលបំណងចង់ធ្វើអីវិញដឹងចង់ធ្វើគ្រូពេទ្យធ្វើគ្រូពេទ្យចាមូលហេតុអីមិនចង់ធ្វើគ្រូពេទ្យអូនជួយប្រជាជនក្តីស្រឡាញ់រវាងម្ដាយហើយនឹងកូនបាទទោះជាបច្ចុប្បន្នមានជីវភាពក្រលំបាកយ៉ាងណាជាអ្នករើសអេតចាយយ៉ាងណាក៏ក្មួយស្រីនៅតែប្រឹងប្រែងតស៊ូក្នុងការរៀនសូត្របន្តបងប្អូនទាំងគ្នាអានេះកន្លែងដែលគាត់នៅជាប្រចាំថ្ងៃតែម្ដងបាទផ្លូវចូលមកមិនបងប្អូនឃើញថាចង្អៀតតូចមែនតើបងប្អូនដើរតតកិច្ចព្រោះនេះគឺចូលមកក្នុងប្លុកកលៀតវៀងកន្លែងលក់ដែកលក់អេតចាយណាបងប្អូនទាំងគ្នាសប្បាយចិត្តទេបាយចិត្តហ៎ចាជើញមកបាយចិត្តតែបាទចាបាទលោកគ្រូដើរមកដល់ផ្ទះដល់កន្លែងអញ្ចឹងនេះបាយបានជួយកូនទូចឹងហើយអង្គអីរាល់ថ្ងៃនេះទិញម្ដងប្រហែលគីឡូប្រហែលអីទៅទិញ2គីឡូចឹងលោកគ្រូទិញ2គីឡូ3គីឡូចឹងណាលោកគ្រូមានលុយទិញ1,500ចឹងអត់ទិញតែ2គីឡូចឹងមិញមានអ្វីសំណងពរបន្ថែមទៅសប្បុរសជនបងអូនជួយខ្ញុំទិញទួចឲ្យមកខ្ញុំអត់មានស្អីមកគ្រាប់ទេបងប្អូនទាំងគ្នា
បាទនេះឃើញហើយនេះគឺជាផ្ទះរបស់គាត់ដែរបងប្អូនបាទគឺមើលទៅតូចចង្អៀតមែនតើបងប្អូនហើយនេះធ្វើរោងបដោះអាសន្ននៅឲ្យភ្លៀងមកមិនដឹងថាមានលិចយ៉ាងណាទេបងប្អូនផ្ទះរបស់គាត់បងប្អូនឃើញខាងក្នុងតូចចង្អៀតមែនតើបាទដាក់ពុកដាក់អីចឹងនៅបដោះអាសន្នចឹងណាតែធ្វើម៉េចដោយសារតែជីវភាពគាត់លំបាកបាទគឺអញ្ចឹងទៅគាត់មានតែខំប្រឹងដើររើសអេតចាយដើម្បីជីវភាពរបស់គាត់តទៅមុខទៀតទេបងប្អូនអរគ្នាបងប្អូនអើយអាណិតមែនតើអ្នកបងប្រុសម្នាក់មានអាយុទៅតែ11ឆ្នាំមានជំងឺស្បែកស្ងួតបងប្អូនគឺថាលមាស់រាល់ថ្ងៃតែម្ដងអេសតែរាល់ថ្ងៃហើយអ្នកមីងនេះក៏ជាម្ដាយកំសត់ទៀតបាទកើតកូន4នាក់ហើយកូន3នាក់ស្លាប់ក្នុងឆ្នាំតែមួយស្លាប់បាត់បង់ជីវិតទៅចោលគាត់ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះគឺប្តីរបស់គាត់បាទកូនស្លាប់3នាក់ក្នុងរយៈពេល1ឆ្នាំប្តីរត់ចោលទៅមានស្រីក្រៅទៀតបងប្អូនហើយអាណិតមែនតើអ្នកបងប្អូនឥឡូវនេះនៅផ្ទះជួលដ៏កំសត់ដែលទៅរកលុយទាំងពិបាកវេទនាដើម្បីមកចិញ្ចឹមកូនឥឡូវនេះគាត់បារម្ភថាខ្លាចកូនរបស់គាត់ម្នាក់ទៀតដែលមានជំងឺស្បែកស្ងួតសាលស្បែកនេះមិនដឹងថាថ្ងៃមុខមានបញ្ហាតទៅមុខទៀតឬយ៉ាងណាទេដែលឥឡូវនេះបច្ចុប្បន្នគឺមានជីវភាពខ្វះខាតខ្លាំងមែនតើត្រូវការឲ្យបងប្អូនជួយខ្លាំងណាបងប្អូនពេលដែលដឹងថាកូន3នាក់ស្លាប់បាត់បង់ជីវិតភ្លាមអារម្មណ៍អ្នកមីងក្តុកក្តួលនិងពិបាកទទួលយកយ៉ាងណាទៅមីងបាទបាក់យកហ្នឹងបាក់ខ្លាំងមែនតើមកនឹកឃើញអាខ្លួនយើងរស់នៅបានអីទៅមុខទៀតណាមួយកូនក៏ចឹងទៀតហើយណាមួយគូគ្មានបងប្អូនពីពឹងអីចឹងកូនដល់ពេលឆាកជីវិតចេះតែទៅនេះគេថាចេះឲ្យយើងតស៊ូទៅនេះឲ្យតស៊ូចេះតែរែកពុនមកធ្ងន់ដែរចេះតែឬអេចាយឬអីចឹងចាំកូនហើយខ្ញុំក៏និយាយថាបើសិនណាកូនណាបើសិនណាកូនឯងតាណាទៀតម៉ែឈួតដែរខ្ញុំលេរស់នៅហើយបើកូនទៅមួយទៀតកូនខ្ញុំថាវាអត់ងាប់ទេព្រោះគេមានគេជួយខ្ញុំមកម៉ែតិចទៀតមានគេជួយអូនហើយម៉ែនឹងម៉ែអត់ទៅងាប់ចោលកូនទេដេកយប់ឡើងគិតគ្នាពីអ្នកម៉ែកូនមកយប់កូនខ្ញុំដេកមិនដែលលក់តែកូនលួចមើលតែមុខកូននេះថ្ងៃជួនថ្ងៃណាមួយចង់ដួលកាប់មុខក៏មានដែរយើងដេកអត់លក់ហ្នឹងដល់ពេលអញ្ចឹងមានអារម្មណ៍ក្នុងចិត្តឡូវខ្ញុំចង់ឈឺបេះដូងតើកូនដូចតែគិតច្រើនពេកទៅឈឺបេះដូងហើយនឹងក្បាលហ្នឹងឡូវដូចជាមីងមើងឥឡូវជានេះថ្លង់មករៀងហើយកូនដល់អត់លឺទេនឹងវិញវឹងអស់ហើយលឺតែសัตว์យំក្នុងជាអញ្ចឹងកូនគាត់លើកទឹកចិត្តម្ដាយទៀតម៉ាក់កុំទៅណាកូនទៀតជាវិញហើយហ្នឹងហើយតិចទៀតជាហើយមានគេជួយអូនទៀតទៅពេលមីងជាម្ដាយមានអារម្មណ៍ក្តុកក្តួលប៉ុណ្ណាពេលដែលដឹងថាកូនគាត់លើកទឹកចិត្តម្ដាយបាត់នេះខ្ញុំនឹកឃើញហ្នឹងបើសិនណាកូនខ្ញុំរូបរាងល្អមិនដឹងចិត្តខ្ញុំមិនដឹងដូចអីទេកូនខ្ញុំក៏ដើរធ្វើបន់ឬមួយចិត្តវាក៏បានការងារធ្វើក៏រៀនសូត្រដឹងការខុសត្រូវទៅមុខទៀតបានខ្ញុំមានពីពឹងអញ្ចឹងណាកូនតែមើលទៅលទ្ធផលបែបមិនអាចបានទៅមុខទៀតទេកូនទៅត្រឹមហ្នឹងបែបបាទមីងទទួលបានដំណឹងដ៏អាក្រក់មួយដែលកូនត្រូវបានស្លាប់បាត់បង់ជីវិតម្ដង3នាក់ក្នុងឆ្នាំតែមួយនោះហើយក្រោយមកប្តីរត់ចោលទៀតតើអ្នកមីងមានអារម្មណ៍ខកចិត្តប៉ុណ្ណាទៅអូខ្លាំងមែនតើកូនរកអីពីពឹងបាននឹកស្មានតែខ្លួនឯងមិនជាមនុស្សទេរលត់បាត់ទៅសូន្យអស់ហើយខ្ញុំអត់មានថាទុកកូននៅបាត់ទាំង3ហ្នឹងហើយនៅមានអីសង្ឃឹមមកកូនចឹងកូនឯងមើលចឹងហើយឲ្យមានសង្ឃឹមអីទៅខាងមុខកូនឯងមើលហើយដល់ចឹងបានថាខ្ញុំបានថាបងប្អូនណាឃើញខ្ញុំតាមអូននៅខាងមកហ្នឹងជួយបានជួយខ្ញុំអរគុណច្រើនហើយខ្ញុំកុំឲ្យខ្ញុំមានទុក្ខលំបាកអីទៅមុខឲ្យខ្ញុំរស់រៀនមានជីវិតធ្វើបន់ជួបកូនចៅទៅថ្ងៃអនាគតទៀតណាកូនណាមិនធ្វើជុំមិនសឹងចងកទាំងយប់ទៀតកូនមិនចឹងខ្ញុំជិលរស់ខ្ញុំទាំងចង់ក៏មែនតែអត់មាននិយាយលេងខ្ញុំសួរមើលកូនខ្ញុំបកខ្ញុំមែននេះនឹងថាម៉ែកុំធ្វើចឹងយើងរស់មកកម្មរស់ទៅវិញឲ្យតាមកម្មម៉ែកុំឡាប់អូនកុំឡាប់ម៉ែខ្ញុំថាខ្ញុំអត់រស់ឯកូនមែនថាជីវិតរបស់ខ្ញុំអត់ភ័ព្វពេកខ្ញុំជិលរស់នៅអីដៃក៏អត់ទេក៏អត់កូនក៏អត់មានអីពឹងចឹងបារម្ភអត់ខ្លាចម្ដាយគាត់ទៅចោលយើងខ្លាចមកពេលខ្លះលួចលើកទឹកចិត្តគាត់បែបណាខ្លះទៅអូនកុំឲ្យស្លាប់អីហ្នឹងអនុញ្ញាតគោរពនិងជំរាបសួរប្រិយមិត្តជាទីគោរពរបស់គឹមស្រុនញូនៅថ្ងៃទី25ខែឧសភាឆ្នាំ2025ខ្ញុំបាទគឹមស្រុនរួមទាំងក្រុមការងារកំពុងតែមានវត្តមានស្ថិតនៅក្នុងសង្កាត់វត្តគួរក្រុងបាត់ដំបងខេត្តបាត់ដំបងបាទឥឡូវចង់ដឹងថាជីវភាពគាត់លំបាកយ៉ាងណាបងប្អូនមកលំអិតជាមួយនឹងខ្ញុំដូចតទៅនេះបាទជំរាបសួរមីងចាជំរាបសួរកូនជំរាបសួរបាទមីងមានឈ្មោះអីដែរខ្ញុំខុតសខនចាចុះបងអូនប្រុសមានឈ្មោះអីដែរសៃសុខេងនិយាយបានเนาะ
អូបងប្អូនហើយបងប្អូនឃើញនេះទឹកមុខរបស់បងប្អូនប្រុសហ្នឹងគឺថាមើលទៅលមាស់ពេញតែមុខតែម្ដងបងប្អូនហើយនេះមិនដឹងថាគ្នាពិបាកនឹងឈឺចាប់យ៉ាងណាទេដៃជើងអីក៏ហមរនាលបងប្អូនឃើញនេះលមាស់ពេញខ្លួនណាតែខ្ញុំអត់ហ៊ានឲ្យគាត់ដោះអាវទេកុំឲ្យឃើញអញ្ចឹងខុសពីច្បាប់ Facebook អញ្ចឹងបងប្អូនអរគ្នាហើយចុះអ្នកមីងអាចជួយជំរាបតិចបានទេតើកូនអ្នកមីងទាំងអស់ប្រហែលអ្នកដែរ 4 នាក់ណាកូន 4នាក់ ចា បាទអញ្ចឹងមានបញ្ហា កូនបងគេទៅមើលគោឲ្យជនជាតិគេនោះស្លាប់លងទឹកមី2នោះគ្រុនឈាមទៅអស់ទាំង3ហ្នឹងវិញ ក្នុងឆ្នាំតែមួយហ្នឹង ឆ្នាំតែមួយកូន អូយពេលហ្នឹងមានអូននៅ អាអូនបានប្រហែល3 ខែហើយកូន 3 ខែចឹងថាមកទល់ពេលនេះគឺរយៈពេលប្រហែលជា10ឆ្នាំហើយ ចាបែប10ឆ្នាំហើយកូនខ្ញុំបាត់ការចងកាក់ចាំដែរ 10ឆ្នាំមុនគឺអ្នកមីងមានកូន4នាក់ ចា កូន4នាក់ហើយស្លាប់កូន3នាក់កូនទី1ហ្នឹងស្លាប់ដោយសារលងទឹក ចា លងទឹកហើយកូន2នាក់ទៀតស្លាប់ដោយសារមូលហេតុអី មូលហេតុគ្រុនឈាម កូនឈាម ចាគ្រុនឈាមទាំងពីរលោកកូនគ្រុនឈាមទាំងពីរ អញ្ចឹងមានស្លាប់ក្នុងឆ្នាំតែមួយហ្នឹងស្លាប់ម្ដង3ហ្មង ចាខ្ញុំចង់ឈួតណាកូនកូនចេះដើរធ្វើការកើតអីកើតអត់ខ្ញុំអង្គុយមើលតានេះទេវាដើរជាជွာជាអីទៅខ្លួនវារកស៊ីចាំបងប្អូនចាកូនក ូនទី1អាយុប្រហែលហើយកូនទី2ទី3អាយុប្រហែល មីអូននោះមីបងគេលងទឹក11ឆ្នាំដែរកូន 2ឆ្នាំ2 ពីចា អូអញ្ចឹងមានថាមួយឆ្នាំមួយ ចាមួយឆ្នាំមួយកូនឆ្នាំមួយក ូនប្រុសក៏កូនស្រី ស្រីទាំង ស្រីទាំង3 3ចាទៅទាំង3កូន តែប្រុសនេះមួយ ចានៅតាមណប់ចិត្តទី1ទេចឹងរងថ្ងៃខ្ញុំខ្លាចតែបាត់បងកូននេះមួយទៀតខ្ញុំអស់ហើយណាកូន មីងប្រកបមុខរបរដែរសប្តាហ៍ថ្ងៃនេះ ដើររេអេតចាយ តើរើអត់ចាយទេ ចាដើររេអេតចាយជួនណាឃើញគេចឹងសុំគេសុំធានគេអីចឹងណាកូន មួយថ្ងៃអញ្ចឹងរកបានចំណូលប៉ុន្មានដែរ និយាយរួមមកជួនណាបាន5000ជួនណាបាន10000ហើយថ្ងៃក្តៅនេះដើរអត់កើតណាកូនវាក្តៅពេក 5000នឹង10000 ចា ទៅយកអាអូននេះទៅជាមួយទៀត បើអត់យកទៅមានណានៅមួយកូន អូហើយគ្នាបានចូលរៀននៅ បានចូលរៀនទៅរៀនមួយអាទិត្យបានមួយខែឡាយទៅពេទ្យ អញ្ចឹងណោះ ចា ចូលរៀនថាទីម៉ាន ទី1អត់ដែរឡើងកូន មួយតដែរ ចា តែ ចា គាត់ក៏អត់អញ្ចឹងរហូត អត់ទេទៅផ្ដាសាយសាល់មិញណាកូន អូមានជំងឺស្បែកស្ងួតសើស្បែកទៅហើយឥឡូវផ្ដាសាយទៀ ផ្ដា ត សាយអូឆាប់អារឿងផ្ដាសាយកូន ហើយគាត់និយាយបានអីបានដូចយើងធម្មតាអត់ និយាយមួយបងមើលកូន អូនជិបសួរ រៀបសួរពូបងស្មើទៅមុខកបងហ៎ មានឈ្មោះអីអូនមានឈ្មោះអី សុខេង សុកហេងមានអាយុប៉ុន្មានអី ណាមហើយ អញ្ចឹងស្រឡាញ់ម៉ាក់អត់អូន ឡាញ់ ស្រឡាញ់ហ៎ អឺ ហើយជំងឺសើស្បែកហ្នឹងធ្វើទុកមិនអូនពិបាកខ្លាំងហ៎ បាទអឺ ពិបាកណោះស្បែកស្ងួតដល់លមាស់ក៏មិនដែរអូន មក លមាស់ពេញខ្លួនហ្មង អឺ ហើយចុះដេកយប់អីពិបាកអត់អូន បាទអឺ ពិបាកអត់ដេកលំមីអីអត់បានទេ អន អញ្ចឹងណោះអូ អឺ ហើយអាសាក្តៅខ្លួននេះ ណៅ ក្តៅហ៎ អឺ ហើយគាត់យប់ឡើងហើយគាត់ធ្វើទុកអីមិញ បន្ទ្រាំមកកូនទ្រាំយ៉ាងណាក៏មិនដែរធ្វើទុកម្ដាយដែរទ្រាំអត់ដែរ សុកចិត្តអង្គុយ នឹងទុកចិត្តអង្គុយអេះតែឯងហ្នឹង អូព្រះអើយអង្គុយអត់តែឯងអញ្ចឹងអត់មានអូត្អូញដាក់ម៉ាក់អីទេ អត់ទេព្រលឹមឡើងបានថាម៉ែអើយខ្ញុំអស់កម្លាំងណាចុះបើយប់ឡើងអត់បានដេកបានពូនអីចឹងណាកូន ហើយជួយបញ្ជាក់តិចបាននេះមិញតើជំងឺសើស្បែកស្ងួតរបស់គាត់នេះតើរយៈពេលប្រហែលឆ្នាំហើយអាការកើតអាការៈបែបនេះតើតាំងពីពេលណាមក តាំងពីបាន2ខែចេញចឹង អូ ហ្នឹង ពីខែចេញ ហ្នឹងពេលចឹងហើយ2ខែហ្នឹងចេញចឹងមកហូតមកទល់ដល់សប្ថ្ងៃ11ឆ្នាំ កើតដំបងកើតក្រហមពេញខ្លួនឬមួយក៏ដំបងចាប់ផ្ដើមពីកន្លែងណាមុន វាពីក្បាលហ្នឹងដូចជាការពុះចឹងណាកូន អូ ប្រេះទាញអាយ៉ាយាយភ្នែកអស់ ហើយពេលហ្នឹងមិញមានអារម្មណ៍ភ័យឯង ភ័យហើយព្រួយខ្លាំងទៀតចង់ជិះរួមមកចង់តសម្លាប់ខ្លួនទៀត មិនអញ្ចឹងមិញ វាអស់ទឹកចិត្តអលីងហើយ មូលហេតុអី មូលហេតុអត់មានទីសង្ឃឹមអី ដោយសារកូន3នាក់គាត់ទៅចោល ចឹងហើយហើយចឹងនៅតែមួយហ្នឹងខ្ញុំពីអ្នកម៉ែកូនតាខ្ជិលរស់នៅចង់ទៅទាំងអស់ហ្មង ហើយចុះប្តីមិញតាណាបាត់ហើយ គេទៅមានស្រីមានញីទៀតហើយណាកូន អញ្ចឹង ចា មិញធ្លាប់ដើរទៅរកគាត់អត់ ខ្ញុំអត់រកគេទេ មូលហេតុអីមិញ ព្រោះចេះបើគេអស់និស័យមួយយើងហើយក៏អស់ហើយកូន អញ្ចឹងណោះ ចាអស់កម្មអស់ពីហើយយើងនៅមានកម្មមួយកូន ហើយមិនបានគាត់ទៅចោលមិញហ្នឹងតាំងពីពេលណាដែរ ពេលឆ្នាំអាគេចេញម៉ូតូរោ4រោ5ដឹងអីអត់ចាំ មូលហេតុអីបានគាត់ចាក់ចេញមិញមិនដឹងហ៎ និយាយរួមគាត់ទៅធ្វើសន្តិសុខទៅធ្វើសន្តិសុខគាត់ទៅយកស្រីចាក់ឌីហ្នឹងយកហ្នឹងហើយគេយកទៅបាត់ទៅ ទៅចោលយើងទៅ ទៅហ្មង មានបានផ្ដល់ដំណឹងឲ្យដឹង ទេអត់មានប្រាប់ថាទៅណាទៅណីអីទៅបាត់
ចង់អារម្មណ៍អ្នកមីងដែលជាប្រពន្ធក៏ដូចជាម្ដាយក្មេងៗនេះដែលធ្លាប់ជួបជាមួយនឹងបញ្ហាបាត់បង់កូនហើយមិនទាន់បានមួយឆ្នាំស្រួលបួសតែប្តីរត់ចោលទៀតនេះតាអារម្មណ៍មីងជាម្ដាយក៏ដូចជាប្រពន្ធតាអារម្មណ៍បែបណាទៅពេលហ្នឹងនិយាយរួមមកខ្ញុំអារម្មណ៍ខ្លួនខ្ញុំអត់មានអីទីសង្ឃឹមទៅមុខទៀតព្រោះខ្ញុំគ្មានបងប្អូនគ្មានសាច់ញាតិមានសាច់ញាតិតែខាងប្តីដល់ពេលគេធ្វើចឹងដាក់មកទៀតមកវាអត់មានទីសង្ឃឹមរស់នៅជួបជុំអីដូចថាមើលគេមើលឯងលែងចង់ឃើញចឹងអស់ហ្មងកូនអស់សង្ឃឹមក្នុងចិត្តអាលីងគ្មានអីមិនតិចព្រោះថ្ងៃនេះមីងពេលខ្លះមានលួចតូចចិត្តលួចយំខ្លួនឯងអាណិតកូនក៏ដូចជាមានអារម្មណ៍ថាហេតុអ្វីក៏ព្រមវិខិតកំណត់ឲ្យមីងជួបរឿងបែបនេះក្នុងគ្រួសារអញ្ចឹងខ្ញុំមានអារម្មណ៍ថាក្នុងខ្លួនខ្ញុំហេតុអីក៏ធ្វើបន់មកជាតិនេះគួរអាភ័ព្វអីមានកូនល្អគេហើយក៏ចាក់ចេញទៅវិញឲ្យខ្ញុំសំណោះសោកស្ដាយនៅថតតែកូនមួយហ្នឹងរឹតតែធ្វើទុកបុកនិញរបស់ខ្ញុំតទៅមុខទៀតមិនដឹងថ្ងៃណាមួយថ្ងៃកាត់ថ្ងៃកោតិចពេទ្យហើយណាមួយក៏ខ្ញុំខ្វះខាតប្រាក់កាក់ហ្នឹងយកកូនទៅពេទ្យអញ្ចឹងហ្នឹងកូនឯងមើលនិយាយរួមមកឲ្យតាអត់ស្រួលពេទ្យខាងនោះគេឲ្យយកទៅជីបន្ទាន់គេអត់ឲ្យទុកនៅដូចថាដាក់ដូចអីឃីងខុងអញ្ចឹងបើតាមអាទិត្យត្រូវឡើងទៅហើយកូនអញ្ចឹងណាចាហើយឥឡូវរងថ្ងៃនេះដល់ពេលជាប់រវល់មើលកូនជូនកូនទៅពេទ្យអីចឹងខាតរកចំណូលខ្លួនឯងអញ្ចឹងខាតកូនខាតអត់មានអីទេខ្ញុំដល់ពេលមកពីពេទ្យវិញបានអ្នកដេកក្រេក្នុងពេទ្យហ្នឹងគេឲ្យម្នាក់ 5,000 3,000 អីមកយកមកហូបផ្ទះបានមានកម្លាំងចេញដើររកទៀតណាកូនចាចុះឥឡូវរងថ្ងៃហ្នឹងមានលុយទិញហូបទិញអីបានតែអ្នកចិត្តខាងគាត់ឲ្យហ្នឹងហើយបានចិត្តខាងអ្នកមីងឃើញជាក់ស្ដែងហើយគាត់បញ្ជាក់គឺថាគាត់ជាអ្នករើសអេចាយទេមួយថ្ងៃកាត់មួយថ្ងៃកោថ្ងៃខ្លះចឹងក៏រើសបាននឹងគូសំថ្ងៃខ្លះទៅក៏រើសមិនបានហើយគាត់មានទីពឹងណាមួយទល់មួយជាមួយកូនបើសិនជាគាត់ត្រូវទៅរើសឲ្យកូនត្រូវទៅជាមួយដែរហើយបងប្អូនឃើញស្រាប់នេះហើយកូនត្រូវថ្ងៃយូរអត់បានទេឥឡូវមានជំងឺស្បែកស្ងួតបងប្អូនឃើញណាត្រូវថ្ងៃយូរអាចនឹងស្ងួតខ្លាំងចឹងបងប្អូនអាចនឹងធ្វើទុកបាទគាត់កាន់តែក្តៅចឹងណាបងប្អូនឃើញណាបាទអាណិតគ្នាមែនតើហើយគ្នាចង់ស្អាតចង់អីដូចគេតែមកត្រូវជួបអញ្ចឹងហើយពេលខ្លះអត់ហ៊ានត្អូនបងប្អូនឃើញតែអង្គុយស្ងៀមទេពេលឈឺពេលលមាស់ពេលពិបាកធ្វើទុកអត់ហ៊ានរំខានម្ដាយទេបាទម្ដាយបញ្ជាក់ឲ្យថាអត់ហ៊ានរំខានសុខចិត្តអង្គុយលមាស់អង្គុយអេសអង្គុយពិបាកខ្លួនឯងអត់រំខានម្ដាយទេកុំឲ្យម្ដាយពិបាកចិត្តទៀតអញ្ចឹងណាបងប្អូនបាទអញ្ចឹងអូនចង់បានល្អដូចគេវិញអត់ចង់បាទហើយពេលខ្លះទៅលួចអេសខ្លួនឯងលមាស់អីខ្លួនឯងអត់ហ៊ានរំខានម្ដាយទេមូលហេតុអីអូនអត់អាណិតម៉ែអត់ចង់រំខានម៉ែណោះអូចឹងណោះស្រឡាញ់ម៉ាក់ខ្លាំងហ៎ចឹងណោះដឹងថាម៉ាក់ហត់អត់អូនហត់ចឹងទៅរើអេចាយអីពិបាកអត់ពេលដើរតាមមួយម៉ាក់ចឹងចឹងពេលឃើញម៉ាក់ដើររើអេចាយចឹងមានអារម្មណ៍ថាអាណិតគាត់អត់អាណិតចង់ជួយគាត់អត់ចឹងណោះហើយពេលទៅរៀនចឹងបើសិនជាថ្ងៃក្រោយអាចជីអាចធូចឹងទៅរៀនចឹងចង់ធំឡើងធ្វើអីគេបលីនមូលហេតុអីចង់ធ្វើបលិសការពីអីការពីរត់ការពីជាជនអញ្ចឹងកំពុងតែមានជំងឺហើយនៅមានចិត្តចង់ធ្វើបលិសធំឡើងការពីប្រជាជនទៀតអូយបងប្អូនហើយនេះទឹកចិត្តរបស់បងប្អូនប្រុសល្អមែនតើបងប្អូនហើយបាទបងប្អូនឃើញតែគ្នាស្លូតគ្នាពិបាកយ៉ាងណាក៏មិនរំខានម្ដាយទេនិយាយទៅស្រឡាញ់ម្ដាយខ្លាំងពេលដែលឃើញម្ដាយទៅរើសអេចាយដើររើសអីចឹងគាត់អាណិតម្ដាយតែមិនដឹងថាត្រូវជួយធ្វើម៉េចបើខ្លួនកំពុងតែមានជំងឺចឹងហ៎បងប្អូនហើយជីវភាពកំពុងខ្វះខាតទៀតហើយអ្វីដែលសំខាន់អ្នកមីងទីតលតែឯងតែម្ដងមើលកូនតែឯងគ្មានប្តីគ្មានអីមកលើកទឹកចិត្តគ្មានការលើកស្ទួយរកចំណូលចូលឲ្យប្រពន្ធដើម្បីចិញ្ចឹមកូនអីទេគឺប្រពន្ធកំពុងតែជួបទុក្ខលំបាកប្តីរបស់អ្នកមីងនេះរត់ចោលតែម្ដងបងប្អូនអ្នកគ្នាហើយកូនទៅតែស្លាប់3នាក់បាទពេលនោះជុំគ្រួសារគ្នាល្អណាស់បងប្អូនឃើញហើយបងប្អូនសាក់ស្រមៃមើលគ្រួសារមួយដែលធ្លាប់ជួបជុំគ្នាមានកូនមានប្តីមានប្រពន្ធនៅជុំគ្នាញ៉ាំបាយជុំគ្នារកស៊ីទៅរកលុយជុំគ្នាដល់ពេលឥឡូវបាត់ខ្ចែកខ្ចាយគ្នាអស់លេងបែកបាក់គ្នាអស់លេងបាទកូនទាំង3នាក់ស្លាប់បាត់បង់ជីវិតចោលអ្នកមីងហើយប្តីនោះក៏មិនបានយកចិត្តទុកដាក់ជាមួយកូនខណៈដែលកូនកំពុងតែមានបញ្ហាជំងឺរត់ចោលគ្នាទៅទៀតបងប្អូនបាទសួរថាគាត់ជាមនុស្សបែបណាបងប្អូនសាកគិតមើលបាទអញ្ចឹងអាណិតអ្នកមីងមែនតើបងប្អូនហើយឥឡូវអ្នកមីងមានជីវភាពខ្វះខាតខ្លាំងចឹងអ្នកមីងមានអ្វីសំណពរទៅបងប្អូនសប្បុរសជនបើបានឃើញហើយជួយដល់អ្នកមីងផងចាខ្ញុំចង់ឲ្យបងប្អូនអ្នកដែលមានបុណ្យមានចិត្តមេត្តាអាណិតដល់ខ្ញុំនិងកូនសូមកូនក្មួយទាំងអស់ដែលបានឃើញខ្ញុំផ្ទាល់ live ក្នុងវីដេអូកូននេះសូមមានទឹកចិត្តជួយរបស់ខ្ញុំមានតែម្រាមដៃ10បំណំដែលឲ្យ
ខ្ញុំហើយនឹងកូនបើអស់ពីកូនខ្ញុំមកទៅមួយទៀតខ្ញុំប្រហែលជាឈួតថ្ងៃហ្នឹងទៅបើបានឃើញហើយសូមមេត្តាណាត់ជួយខ្ញុំហងណាកូនមើលគិតមើលអត់តាំងពីដីអត់តាំងពីផ្ទះកូនឯងមើលបើមិនមួយទៅផ្ទះជួលក៏គេមកឲ្យយើងនៅដែរតែឈឺអាចរៀកនោមអីនោះកូនចឹងបានថាខ្ញុំគ្មានអីទីសង្ឃឹមទៅមុខទេណាកូនរាល់រៀងរាល់ថ្ងៃនេះដីក៏អត់បងប្អូនក៏អត់សាច់ញាតិក៏អត់អាលីងមានតែចឹងកូនឯងឃើញស្រាប់ហើយបាទបងប្អូនហើយបាទអ្នកណាយកអារម្មណ៍មួយនេះបាទអត់មានបងប្អូនអត់មានសាច់ញាតិអត់មានការទីពឹងពាក់អ្នកណាបានទេបាទ